Hello សួស្តីអ្នកទាំងអស់គ្នាជួយជាមួយអ្នកមានសាយថ្មីម្ដងទៀតមកបន្តសេរីរបស់យើងដែលជាភាពបន្តដែលនៃភាពមួយនេះលើព្រះបើយើងក៏ថាតើឯងចង់វាយមកកាន់យើងមែនទេលើបែបនេះពុទ្ធចារក៏គិតថាយើងជឿនលៀនបានសំណាប់ទៅកាន់អ្នកកំណត់ទី9ដំណើរការចុងក្រោយនឹងរហូតដល់3នាក់ដូច្នេះហើយគេម្នាក់ឯងមិនអាចកំចាត់ទៅកាន់យើងជឿនលៀនបានទេពេលនោះសម្លេងមួយក៏ថានេះមិនមែនជាពេលវេលាសម្រាប់ឯងក្នុងការវិបហាទេឯងឆាប់ចាយចេញពីទីនេះលឿនទៅកុំឲ្យបាយការធំពេលដែលពេលវេលាមកដល់ចាំយើងចាត់ប្រធាននគរលើរួយពុទ្ធចារក៏និយាយថាមកតើយើងខ្ជិលគ្នាម្ដងក្នុងកម្មវិធីជាមួយអ្នកទេនេះគ្រាន់តែជាការយកច្រឡំប៉ុណ្ណោះសង្ឃឹមថាអ្នកនឹងអត់ទៅឥឡូវនេះខ្ញុំសូមចេញទៅមុនហើយរួចហើយក៏ហោះចាក់ចេញភ្លាមអាខុនពិតជារំភើបខ្លាំងមែនទែនមនុស្សអាក្រក់បានចាក់ចេញទៅហើយលោកគ្រូតើខ្ជិលធ្វើការបានល្អដែរទេលោកប្រាប់បើយើងក៏ថាត្រូវហើយឯងធ្វើការបានល្អខ្លាំងណាស់យ៉ាងណាក៏ដោយផ្ទៃមុខរបស់ឯងនឹងពិតជាធ្វើយើងនេះចង់ប៉ះក្លោមែនទែនកញ្ញាអានមិនក៏សារផងដែរថាខុននឹងពិតជាគួរស្រឡាញ់ខ្លាំងណាស់ហើយតើនាងអាចប៉ះវាបានដែរឬទេអាខុនពិតជាខ្មោចខ្លាំងមែនទែនមិនអនុញ្ញាតឲ្យនាងប៉ះផ្ទាល់របស់គេទេប៉ុន្តែកញ្ញាអានមិននៅតែទទូចហៅគេថាខុនកើលើបែបនេះអាខុនក៏ចាប់អារម្មណ៍ព្រមទាំងនិយាយថាប្រសិនបើអ្នកហៅបែបនេះចំនួន3ដងនោះគេនឹងយល់ព្រមគ្មានទេកញ្ញាអានមិនក៏ចាប់តាមភ្លាមតែម្ដងដែលទីបំផុតនាងនៅតែអាចប៉ះផ្ទាល់ទៅកាន់អាខុនបានព្រមទាំងលន់មកថាវាពិតជាទន់ខ្លាំងណាស់ឃើញបែបនេះលោកអានស៊ីក៏គិតក្នុងចិត្តថាគាត់មិនដែលឃើញស្នាមញឹមរបស់អានមិនបែបនេះទេប៉ុន្តែគាត់ក៏ត្រូវបានគូឈាមនៅសារតែជាតិពុលឃើញបែបនេះកញ្ញាអានមិនក៏ព្រួយបារម្ភតែនាងក៏សួរថាតើជាតិពុលមួយនេះមិនមានស្នាមអន្សាបមែនទេពេលនោះលោកប្រាប់របស់យើងក៏ថាគ្មានបញ្ហានោះទេកូនសិស្សរបស់ខ្ញុំអាចកម្ចាត់ជាតិពុលមួយនេះបានយ៉ាងងាយស្រួលលើបែបនេះលោកអានស៊ីមិនជឿនោះទេព្រោះថាជាតិពុលមួយនេះវាសាហាវខ្លាំងណាស់ក៏បានប្រើប្រាស់គ្រប់វិធីសាស្ត្រហើយនៅតែមិនបានផលលោកប្រាប់របស់យើងក៏ថាសៀវហើយឆាប់បញ្ចេញសមត្ថភាពរបស់ឯងនឹងឲ្យពួកគេឃើញទៅសៀវហើយពិតជាភ័យខ្លាំងមែនទែនតែបាយសៀវក៏លើទៅចិត្តទៅថាគេអាចធ្វើបានសៀវហើយក៏យល់ព្រមប្រើប្រាស់សមត្ថភាពរបស់ខ្លួនព្យាបាលទៅកាន់ជាតិពុលលោកអានស៊ីដែលធ្វើឲ្យគាត់មានអារម្មណ៍ថាស្រួលជាងមុនខ្លាំងមែនទែនសូម្បីតែកញ្ញាអានមិនក៏រំភើបចំពោះស្ថានភាពមួយនេះផងដែរបន្តមកលោកអានស៊ីក៏បន្ទោសថាពុកបន្តិចពួកឲ្យសៀវហើយនឹងភ័យខ្លួនបន្តិចដែរតែគាត់ក៏ថាមិនអីទេខ្ញុំពិតជាមិនអីទេសៀវហើយក៏ថាលោកគ្រូចិត្តពួកក្នុងខ្លួនរបស់គាត់អត់ត្រូវបានជំរះអស់ហើយព្រះបើយើងក៏សោតថាសៀវហើយឯងធ្វើការបានល្អណាស់លោកអានស៊ីក៏ថាអរគុណបងប្រុសតូចការសម្អាតចិត្តពួករបស់ឯងនឹងវាអស្ចារ្យខ្លាំងណាស់សៀវហើយក៏តបថាវាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះតែគេក៏មានអារម្មណ៍ថាចំណាយខ្លាំងមែនទែនព្រោះថានេះគឺជាលើកទី1របស់គេហើយដែលត្រូវបានគេរក្សាបែបនេះបន្តមកលោកអានស៊ីក៏ថាលោកម្ចាស់យាយអ្នកមិនត្រឹមតែជាជាងខ្លាំងប៉ុណ្ណោះទេប៉ុន្តែក៏ជាគ្រូដ៏ល្អម្នាក់ផងដែរដើម្បីជាការអរគុណខ្ញុំរៀបចំពិធីជប់លៀងដ៏ខ្ពង់ខ្ពស់មួយសម្រាប់អ្នកលើបែបនេះលោកប្រាប់របស់យើងក៏បានយល់ព្រមតែកញ្ញាអានមិនពិតជាភ្ជាប់អាព្រោះថាពិធីជប់លៀងកម្រិតខ្ពស់បែបនេះតាំងពីនាងកើតមកមិនដែលជួបនោះទេនេះគឺជាលើកទី1នៃប្រវត្តិសាស្ត្រហើយខ្លះបន្តទៀតក៏បង្ហាញអំពីទស្សនវិជ្ជាដែលពុទ្ធចារកំពុងតែព្យាបាលរបួសឲ្យឈិនសៀវមិននៅស្មារតីនោះទេថាគេបានចាញ់សូម្បីតែយានជំនិះរបស់លោកព្រះរបស់យើងពុទ្ធចារលាវតើគេគួរធ្វើដូចម្តេចទៅពេលនេះតើគេមានមុខមាត់អ្វីជួយទៅកាន់អ្នកគុណយមគ្រប់គ្រងកុបៈទៅពុទ្ធចារលាវក៏តបទៅថាឯងមិនចង់ឲ្យបន្ទោសខ្លួនឯងនោះទេមនុស្សដែលឯងបានមកជាមួយនឹងគេមិនមែនជាមនុស្សធម្មតាឡើយយ៉ាងណាក៏ដោយផែនការរបស់យើងមិនទាន់ចាប់ផ្ដើមនៅឡើយទេលើបែបនេះឈិនសៀវក៏ឆ្ងល់តើអ្នកចាំមានន័យថាយ៉ាងម៉េចគាត់ក៏បានតបថាឈិនសៀវឯងត្រូវតែចងចាំបន្តិចទៀតនឹងមានការសម្ដែងដ៏ល្អមើលមួយជាបានចាប់ផ្ដើមឡើងហើយកាន់មកក្នុងពិធីជប់លៀងវិញអាខុនសរសើរហើយថាអាហារមួយនេះពិតជាឆ្ងាញ់ខ្លាំងណាស់ក្នុងជីវិតរបស់គេវាគឺជាលើកទី1ហើយដែលខ្ញុំបានញ៉ាំអាហារឆ្ងាញ់បែបនេះបាយសៀវក៏បន្តថាត្រូវហើយអញ្ចឹងពួកឯងគួរតែញ៉ាំបានច្រើនទៅពេលនោះលោកអាស៊ីក៏ថាលោកម្ចាស់យាយខ្ញុំបានឮថាអ្នកនិងកូនស្រីរបស់ខ្ញុំបានស្គាល់គ្នាជាយូរណាស់មកហើយវាហាក់បីដូចជាអ្នកទាំងពីរនឹងមាននិស្ស័យនឹងគ្នាដូច្នេះតើលោកចាប់អារម្មណ៍ជាមួយនឹងកូនស្រីរបស់ខ្ញុំទេកញ្ញាអានម៉ៃអៀនខ្លាំងមែនតើប៉ុន្តែលោកប្រាប់ឲ្យយើងវិញព្រោះទឹកខ្ចាយតែម្ដងកញ្ញាអានម៉ៃមិនសូវចិត្តនៅទេហេតុអីបានជាឪពុករបស់នាងសួរលោកប្រាប់ឲ្យយើងបែបនេះលោកប្រាប់ឲ្យយើងក៏សុំទោសទៅចំពោះការព្រោះទឹកមួយនេះយ៉ាងណាក៏ដោយកញ្ញាអានម៉ៃគឺជាក្មេងស្រីដ៏ល្អម្នាក់ប្រៀបដូចជាប្អូនស្រីរបស់ខ្ញុំអញ្ចឹងគ្រាន់តែលើពាក្យមួយនេះភ្លាមកញ្ញាអានម៉ៃបាក់ទឹកចិត្តខ្លាំងមែនតើក្នុងចិត្តរបស់គាត់ខ្ញុំគ្រាន់តែជាក្មេងស្រីម្នាក់លោកពូហ្វានក៏យល់ពីអារម្មណ៍របស់នាងផងដែរនៅលើមួយនេះវាគ្មានអ្វីពិបាកជាងសេចក្តីស្រឡាញ់នោះទេសង្ឃឹមថាអានម៉ៃនឹងអាចស្វែងយល់អំពីរឿងរ៉ាវទាំងអស់នេះបន្តមកគាត់ក៏និយាយថាលោកម្ចាស់យាយមួយពេងសម្រាប់ថ្ងៃនេះនិងសម្រាប់នៅក្នុងចន្លងស្ដេចដែលអ្នកបានជួយស្គ្រោះមកកាន់ពួកយើងលោកព្រះរបស់យើងក៏ផកកំដរគាត់ផងដែរបន្តពីផឹកមួយពេងនេះហើយលោកពូហ្វានក៏បានចាក់ក្បាច់យកតែម្ដងឃើញភ្លាមលោកព្រះរបស់យើងព្យាបាលខ្លាំងមែនទែនលោកពូហ្វានក៏ធ្វើបែបនេះអីវាពិតជាពិបាកមើលខ្លាំងណាស់លោកពូហ្វានក៏ឆ្ងាយជាមួយនឹងខ្លួនឯងផងដែរមិនបានជាគាត់ខ្លាចជាបែបនេះព្រោះថាពេលនេះក៏មិនអាចគ្រប់គ្រងរាងកាយរបស់ខ្លួនឯងបានទៀតនោះទេអ្នកដែលបានចូលរួមក្នុងពិធីជប់លៀងមួយនេះមានការព្យាបាលខ្លាំងមែនទែនរួមទាំងសៀហងនិងសៀលីផងដែរដោយទ្រាំមិនបានលោកអានស៊ីក៏ថាពូហ្វានតើអ្នកក៏ពុតធ្វើអ្វីយ៉ាងឆាប់បញ្ឈប់នៅការរំរវល់នេះភ្លាមទៅពូហ្វានក៏តបវិញថាមិនអាចឈប់បានទេព្រោះថាពេលនេះរាងកាយរបស់គេត្រូវបាននរណាម្នាក់គ្រប់គ្រងបាត់ទៅហើយលើបែបនេះលោកអានស៊ីព្យាបាលខ្លាំងមែនទែនតើគេជាណាតើនរណាជាអ្នកនៅពីក្រៅរឿងមួយនេះស្រាប់តែពេលនៅសម្លេងសៃ
ដល់រដ្ឋធមួយក៏បន្នៅឡើងកុំប្រញាប់កន្លងពីការសម្ដែងពិតមិនទាន់ចាប់ដើមនៅឡើយទេពេលដែលគេនិយាយចប់មនុស្សមួយចំនួនមិនអាចគ្រប់គ្រងរាងកាយរបស់គេបានទេបានបើកការវិវហាតកម្មមនុស្សផ្សេងទៀតស្ថានភាពនៅពេលនេះវាពិតជាអាក្រក់មើលខ្លាំងមែនទែនចំណែកឯលោកអានស៊ីវិញក៏បានដឹងហើយថាពួកគេគឺជាតកូសមោលគឺជាតកូមួយក្នុងចំនួនតកូទាំង3ដែលធ្លាប់បានវិវហាមកកាន់គាត់ពេលនោះសមោលខ្មៅក៏បង្ហាញខ្លួនរួចក៏ថាលោកអានស៊ីខ្ញុំនៅស្មានថាអ្នកនឹងអាចចាំពួកយើងយ៉ាងណាក៏ដោយយើងពិតជាគួរសោកស្ដាយខ្លាំងណាស់ដែលលើកមុនយើងមិនអាចយកជីវិតរបស់អ្នកបានប៉ុន្តែលើកនេះសង្ឃឹមថាជីវិតរបស់អ្នកនឹងលែងមានទៀតហើយនេះកាយបន្តរបស់អ្នកក៏ត្រូវបំផ្លាញទៅជាពេលផងដែរលោកអានស៊ីក៏បានតបថាតើឯងគិតថាតកូសមោលរបស់ឯងតែម្នាក់ឯងនឹងអាចកម្ចាត់មកកាន់យើងបានមែនទេឯងដូចជាមើលស្រាលយើងពេកហើយលើបែបនេះគេក៏បានសើចហេពួកឯងឆាប់ចេញមកពេលនិយាយចប់ច្រកលំហក៏ត្រូវបានបែកមនុស្សម្នាក់ក៏ដើរចេញមករីក៏និយាយថាលោកអានស៊ីតើអ្នកចូលចិត្តចិត្តពលរបស់ខ្ញុំឡើងមុនដែរទេលើបែបនេះលោកអានស៊ីពិតជាមានកំហឹងខ្លាំងខ្លាមែនទែនតើពួកឯងអាចចូលមកកាន់ទីនេះដោយរបៀបណាទៅគេក៏តបថាជាការប៉ុណ្ណាមាននរណាម្នាក់គឺជាសមាជិករបស់យើងហើយក៏ប្រហែលជាបានធ្វើសកម្មភាពរួចហើយលោកអានស៊ីក៏បានគិតថាអ្នកដែលមានកម្រិតទី9ច្រើនជាង10នាក់របស់តកូមិនយូរអាចចូលមកកាន់ទីនេះបានតើនរណាជាជនក្បត់ទៅកម្រិតទី9ដែលច្រើនបែបនេះសូម្បីតែលោកម្ចាស់ជ័យក៏ពិបាកក្នុងការដោះស្រាយដែរបើកលេចមើលលព្រះរបស់យើងវិញផ្លុំតែដូចជាធម្មតានៅខាងក្រៅវាមាននោះវិញបទចាលាវក៏បាននិយាយថាទីបំផុតវាបានចាប់ដើមហើយឆាន់សៀវឥឡូវនេះទៅឯងចង់សងសឹកទេមនុស្សទាំងអស់នៅក្នុងវិមានមួយនេះពួកគេមិនអាចចាក់ចែងទាំងរស់នោះទេលើបែបនេះឆាន់សៀវឆ្ងល់ខ្លាំងមែនទែនតើអ្នកមានន័យទេមិនទៅមានន័យថាអ្នកគឺជាអ្នកដែលរួមដៃជាមួយតកូងងឹតក្បត់ទៅកាន់តកូវិនតៅបទចាលាវក៏តបថាត្រូវហើយថ្ងៃនេះគឺជាថ្ងៃបញ្ចប់នៃទីកោវិនតៅលើចម្លើយបែបនេះឆាន់សៀវមិននឹកស្មានថាគាត់បានរួមដៃជាមួយតកូងងឹតក្បត់ទៅកាន់តកូរបស់ខ្លួននោះទេដែលទាំងវើនេះគឺជាទាំងវើក្បត់ជាតិតែពេលដែលគេគិតតែបានដល់ទៅផ្លូវដែលគេបានដើរនេះគឺត្រូវបានរៀបចំដែលបទចាលាវរួចបាត់ទៅហើយគេពិតជាមិនឆ្ងល់នោះទេហើយអ្វីបានជាគេអាចកម្ចាត់ទៅកាន់តកូងងឹតបានយ៉ាងងាយស្រួលតាមផ្លូវដូចនេះឃើញបែបនេះបទចាលាវក៏លើទៅជឿទៅថាបុត្រារបស់បរិសុទ្ធអ្នកមិនចាំបាច់ខ្វល់អំពីគេឈ្មោះដ៏អបអរសាទទាំងអស់នោះទេអ្វីដែលសំខាន់នៅពេលនេះវាគឺជាឋានៈឆាន់សៀវក៏បានសួរទៅតើលោកចង់ឲ្យខ្ញុំប្រពន្ធនៅអំពើអាក្រក់ទាំងអស់នោះទៀតមែនទេបទចាលាវក៏ប្រាប់ទៅថាការសហការជាមួយតកូងងឹតមួយនេះវាគ្រាន់តែជាការសហការជាមួយអ្នកដែលមានថាពួកខ្លាំងប៉ុណ្ណោះបន្តិចទៀតពិភពលោកមួយនេះនឹងមានការផ្លាស់ប្ដូរប្រសិនបើយើងមិនចូលរួមជាមួយនឹងពួកគេទេច្បាស់ណាស់នេះការយូរហួររបស់យើងគឺលែងមានទៀតហើយបុត្រារបស់រិស័តអ្នកក៏ជំនួសដែលមានសក្តានុពលនៅពេលអនាគតសូម្បីតែមនុស្សធម្មតាក៏សោតកាន់អ្នកដែរហើយអ្វីមកជាអ្នកត្រូវខ្វល់អំពីកន្លែងមួយនេះឥឡូវនេះខ្ញុំនឹងទៅសម្រាប់ទៅកាន់យាយជឿនលិនជាមុនសិនយាយជឿនលិនឯងត្រៀមខ្លួនស្លាប់ហើយទៅនៅក្នុងពិធីជប់លៀងឯណោះវិញមានសង្ឃទាំងអស់នៅពួកវាក៏បានលេបថ្នាំជំនួយព្រមទាំងនិយាយថាថ្ងៃនេះពួកឯងទាំងអស់គ្នានឹងមិនអាចចាក់ចែងទាំងរបស់នោះទេលើព្រះរបស់យើងក៏និយាយថាតើតកូមិនយូររបស់ឯងនេះមិនស្គាល់អំពីសិលធម៌ទេមែនទេមិនបានជាស្រីលោឡានៅមកគេជប់លៀងដូចនេះឮសំឡេងឆ្លើយបែបនេះគេក៏សួរថាអឡតើឯងមកពីណាមិនបានចែកក៏តម្លេះអញចឹងចាំយើងមិនជូនឯងតែបាក់លុយមុនគេទៅចោះលើព្រះរបស់យើងក៏គិតក្នុងចិត្តថា system ឯងដែលលក់ការណាងើបតើពេលណាឯងបករង្វាន់មកឲ្យយើងពេលនេះយើងត្រូវការវាដើម្បីប្រយោជន៍ system ក៏បានតបថាសូមអភ័យទៅលោកម្ចាស់ឥឡូវនេះរង្វាន់របស់អ្នកត្រូវបានផ្ទេរមកដល់ឡាយដែលវាគឺជាដាវកម្រិតអមតៈលើព្រះរបស់យើងនៅតែខឹងព្រោះថាការផ្ដល់ជូនរង្វាន់របស់វានេះប្រហែលថ្ងៃនេះវាដូចជាយឺតយ៉ាវពេកហើយតើវាចាំឲ្យគាត់ស្លាប់ទៅផ្ដល់ជូនរង្វាន់មែនទេ system ក៏បានតបទៅថាសម័យវេទោលើក្រោយគេនឹងមិនពន្យាពេលទៀតទេស្របពេលដែលបិសាចស្រមោលលោចូលមកលោកព្រះរបស់យើងចាប់ដាវអមតៈកាប់ទៅធ្វើរាងកាយរបស់គេរបស់ខ្លាំងមែនទែនតើវាអាចរួចដល់របៀបណានេះគឺជាថាពលអមតៈពេលដែលនិយាយចាប់ត្រូវបានលោកព្រះរបស់យើងកោបក្បាលគេដាច់បាត់ទៅឬក៏ថាអ្វីដែលយើងសប្បំផុតគឺអ្នកដែលបានមករំខានការញ៉ាំរបស់យើងពេលដែលបានឃើញតែការថាពលទាំងអស់នៅបិសាចនៅក៏បានយល់ថានេះគឺជាថាពលអមតៈតើវាអាចលេចចេញឡើងនៅតំបន់បពីមួយនេះយ៉ាងដូចម្ដេចទៅប៉ុន្តែវាគ្មានបញ្ហានោះទេព្រោះថាគ្នារបស់គេមានចំនួនច្រើនសរសើរតែអ្នកមានកម្រិតទី9ដំណើរការកម្ពុជាលើបែបនេះលោកព្រះរបស់យើងក៏សួរថាតើវាពិតមែនទេអញ្ចឹងពួកឯងសាបានប្រាថាពើបន្តិចគេក៏បាក់លុយតែម្ដងឃើញភ្លាមស៊ីហងបាយញៀក៏ឡាមែនទែនតើបរមអ្នកនេះមានក្លិនអមតៈដល់របៀបណាទៅសូម្បីតែអ្នកដែលមានកម្រិតទី9ដំណើរការកម្ពុជាក៏ត្រូវបានសម្លាប់ដោយគាត់ភ្លាមផងដែរបិសាចម្នាក់ក៏ថាពួកឯងកំតងមានការភ័យសន្ស្លាវឲ្យបន្តិចទៀតគឺជាវេនរបស់យើងហើយម្នាក់ទៀតក៏ថាត្រូវហើយបើសិនមកយើងរួមកម្លាំងគ្នាទៅប្រកបជាអាចយកឈ្នះទៅកាន់គេបានហើយដណ្ដើមយកដាវអមតៈមួយនោះលោកព្រះរបស់យើងក៏ថាពួកឯងដូចជាមើងងាយទៅការសមត្ថភាពដាវអមតៈពេកហើយក៏វាដាវតែមួយឆៃប៉ុណ្ណោះពួកគេក៏ត្រូវបានបាក់លុយចំហាយដាវក៏នៅតែបន្តសាយភាយធ្លាចេញទៅខាងក្រៅពុទ្ធចាលាវឃើញថាពលមួយនេះហើយក៏លន់មកថាយាយជនលិនពិតជាមានថាពលអមតៈដូច្នេះក៏បានដាក់មេប្រូចឈិនសៀក៏សួរថាពុ
តិចារលាវមានរឿងអ្វីកើតឡើងបតិចារលាវក៏តបថាកុំសួរច្រើនពេកឆាប់ដាក់មើលប្រួយទៅចំណែកឯថាពលមតាវិញនៅតាមបន្តខ្សែភាពមនុស្សគ្រប់គ្នាបានឃើញហើយលន់មាត់ខ្លាំងមែនទែនថានេះពិតជាអស្ចារ្យចាប់តាំងពីការលេចចេញឡើងនៃចំហាយដើមមួយនោះមកអ្នកដាំដុះទាំងអស់នៅក្នុងតំបន់បូព៌ាទាំងមូលក៏បានស្វែងយល់អំពីចេតនាអ្នកដាវហើយវាក៏បានធ្វើឲ្យមនុស្សចំនួន1000នាក់ព្យាអំពីការដាំដុះរបស់ពួកគេផងដែរដោយហេតុនេះហើយពួកគេក៏បានឲ្យឈ្មោះទៅកាន់ពលឺដាវនោះថាពលឺមាសអ្នកដាវក៏លេចមកមើលព្រះរបស់យើងវិញក៏ថាឥឡូវនេះរួចរាល់អស់ហើយអ្នកទាំងអស់គ្នាតោះចាប់ផ្ដើមពិធីជប់លៀងបន្តលើបានមានលោកអានស៊ីក៏កែបន្តិចដែរលោកម្ចាស់យាយតើអ្នកនៅតែមានអារម្មណ៍ចង់បន្តពិធីជប់លៀងមែនទៀតមែនទេលោកព្រះរបស់យើងក៏តបថាត្រូវហើយតើមានបញ្ហាមែនទេគាត់ក៏បានតបថាមិនអីនៅតែយ៉ាងណាក៏ដោយនៅពេលអ្នកបានកំចាត់ទៅកាន់ទឹកកងទាំងអស់នៅទៅកងចៅទាំងមូលនឹងទទួលបាននៅសន្តិភាពហើយគេឈ្មោះរបស់អ្នកនឹងបានកើនឡើងផងដែរលោកព្រះរបស់យើងក៏ថាតើគេឈ្មោះទាំងអស់នៅវិមាននៃដែលមិនដេចទៅក្នុងនេះគឺជាគ្រប់មូលម្នាក់ខ្ញុំពិតជាមិនសូវខ្វល់អំពីទ្រព្យសម្បត្តិនិងគេឈ្មោះទាំងអស់នៅប៉ុន្មាននោះទេលើបាននេះសៀវហងច្រៀងខ្លាំងមែនទែនពេលដែលពិធីជប់លៀងត្រូវបានបញ្ចប់លោកព្រះរបស់យើងអរគុណទៅកាន់លោកអានស៊ីជាខ្លាំងហើយពេលនេះដល់ពេលដែលគាត់ត្រូវចាក់ចេញហើយលោកអានស៊ីក៏បានតបថាលោកម្ចាស់ជ័យកំគួរសម័យនេះគឺជាកិត្តិយសរបស់គេហើយដែលបានធ្វើពិធីជប់លៀងជូនអ្នកដូច្នេះបើសិនបានអ្នកត្រូវការជំនួយនៅពេលអនាគតនេះកាយបន្តារបស់ខ្ញុំនឹងជួយអ្នកភ្លាមលោកព្រះរបស់យើងក៏ជាអរចាចេញប្រណិបដាមថាជួបគ្នានៅពេលក្រោយទៀតអ្នកទាំងអស់គ្នាកញ្ញាអានម៉ៃមិនសប្បាយចិត្តប្រមាណនោះទេឪពុករបស់អ្នកក៏ប្រាប់ថាអានម៉ៃឯងត្រូវតែបន្តវឹកហាត់ឲ្យបានកាន់តែខ្លាំងព្រោះថាមនុស្សម្នាក់នេះគឺជាគោលដៅរបស់ឯងហើយកញ្ញាអានម៉ៃក៏បានតបថាខ្ញុំដឹងហើយថាការរីកចម្រើនរបស់នាងមិនអាចតន់ទៅកាន់គាត់បានទេយ៉ាងណាក៏ដោយការដែលបាននៅក្បែរគាត់វាគ្រប់គ្រាន់ហើយសម្រាប់នាងខ្លាំងបន្តទៀតក៏បង្ហាញអំពីឈិនសៀវនិងពុទ្ធចារលាវឈិនសៀវក៏ចង់សួរតែពុទ្ធចារលាវក៏បញ្ឈប់ទៅកុំសួរច្រើនពេកផែនការឥឡូវនេះកំពុងតែមានការផ្លាស់ប្ដូរឥឡូវនេះយើងនឹងនាំឯងទៅជួបមនុស្សសំខាន់ជាមុនសិននៅពេលដែលទៅដល់ទីនោះឈិនសៀវព្យាបាលខ្លាំងមែនទែនព្រោះថានេះគឺជាមេនិកាយចំនួនមុនរបស់និកាយយូហួរវ៉ាន់ឆាងវៃកម្រិតក្នុងកម្រិតទី9ដំណាក់កាលដ៏ល្អឥតខ្ចោះបន្តមកគេក៏បានគោរពទៅកាន់មេបាវ៉ាន់ឆាងវៃក៏បាននិយាយថាអ្នកដែលឯងមកទីនេះបានគឺជាអ្នកដែលមានសមត្ថភាពបំផុតនៃនិកាយយូហួររបស់យើងលើបាននេះឈិនសៀវក៏ឆ្ងល់ហើយតើនេះគឺជាកន្លែងអាចកំបាំងបែបណាទៅតើពេលនេះគេគួរធ្វើអ្វីស្រាប់តែពេលនោះច្រឡំហក៏បានលេចចេញមកហើយក៏បានបង្ហាញអំពីប្រសិទ្ធភ្នែកដ៏ធំសម្បើមមួយផងដែរសេរីរបស់យើងនេះភាពមួយនេះត្រូវបានកត់ចាប់ត្រឹមណាគឺមានតរងចាំទស្សនានៅភាពបន្តទៀតជាមួយនឹងអត់មាននោះទេបើសិនបានមានកន្លែងខុសឆ្គងត្រង់ចំណុចមួយណាសមិតាខន្តិអភ័យទៅអត់មានផងណាបាទយ៉ាងណាក៏ដោយក៏អរគុណទៅកាន់អ្នកក្លាហានមួយរូបផងដែរដែលគាត់បានឧបត្ថម្ភមកកាន់អេដមីនចំនួន$1អរគុណទៅកាន់គាត់ធំសម្រាប់អ្នកក្លាហានរូបណាដែលចង់ឧបត្ថម្ភមកកាន់អេដមីនអីអាយឧបត្ថម្ភតាមយកជួកូ color នេះបានអេដមីនមានតែពាក្យថាអរគុណនឹងជូនពរអ្នកទាំងអស់គ្នារស់ស៊ីទទួលបានតាណាបណ្ណាប្រកាសសុខភាពពេលនេះពីសំណាក់អេដមីនបាយ